គ្រាន់តែឃើញមកមុខនេះបងប្អូនដឹងថាជាម្ហូបអីមែនទេថ្ងៃមុនហ្នឹងសាឡាត់មិចហ្នឹងនៅច្រើនណាបងប្អូនហើយមិនទាន់អស់ទេអាំងសាច់ញ៉ាំថ្ងៃមុនហើយក៏កាត់មិនទាន់អស់ដែរហើយថ្ងៃនេះមកធ្វើលុកលាក់ញ៉ាំម្ដងព្រោះអីបន្លែនៅច្រើនហើយសាច់នេះសាច់ I fillet ហ្នឹងសាច់គោអភ័យបងប្អូនខ្ញុំទិញ1គីឡូមកយកមកហាន់ជាដុំរាល់ដងខ្ញុំហាន់ជាប្រទេសហេពេលឆាលុកលាក់ប៉ុន្តែលើកនេះចង់ប្លែកខ្ញុំហាន់ជាដុំវិញម្ដងព្រោះអីសាច់នេះផុយចឹងណាហើយ1គីឡូហ្នឹងខ្ញុំដាក់អំបិល1ចុងស្លាបព្រាម្សៅស៊ុបមាន់1ចុងស្លាបព្រាស្ករស2ស្លាបព្រាម្រេច1ស្លាបព្រាទឹកត្រី1ស្លាបព្រាហើយនិង oyster sauce ទឹកប្រេងខ្យងហ្នឹង1ស្លាបព្រាហើយលាយចូលគ្នាហើយផ្អាប់ទុកឲ្យចូលជាតិសិនណាបងប្អូនខ្ញុំផ្អាប់ទុកប្រហែល10នាទីឯងបងប្អូនបន្ទាប់មកខ្ញុំឆ្លៀតពេលទៅធ្វើទឹកម្រេចហើយនឹងរៀបបន្លែដាក់ចានទុកឲ្យហើយអញ្ចឹងពេលយើងឆាសាច់ហើយយើងចាក់ដាក់ចានញ៉ាំតែម្ដងបងប្អូនហើយឆ្លៀតឱកាសនេះដែរគឺខ្ញុំសូមមកនិយាយពីអាជីវកម្ម Digital Online ដែលខ្ញុំកំពុងធ្វើរាល់ថ្ងៃខ្ញុំគឺជាម្ចាស់អាជីវកម្ម Digital Online មួយរូបដែលធ្វើការនៅផ្ទះព្រោះអាជីវកម្ម Digital Online ប្រើប្រព័ន្ធអ៊ីនធឺណិតរត់ឲ្យយើង24ម៉ោងក្នុង7ថ្ងៃគ្មានបទពិសោធន៍គ្មានបច្ចេកទេសក្នុងការប្រើកុំព្យូទ័រមិនសូវចេះអង់គ្លេសក៏អាចធ្វើបានដែរខ្ញុំក៏មិនមានអ្នកចេះក៏ខ្ញុំគ្មានជំនាញខាងប្រើកុំព្យូទ័រខ្ញុំអាចធ្វើបានបងប្អូនក៏អាចធ្វើបានបើចង់ដឹងព័ត៌មានលម្អិតបងប្អូនគ្រាន់តែចូលទៅ website របស់ខ្ញុំ www.silichang.com បងប្អូននឹងបានវីដេអូទស្សនាពីការចាប់ផ្ដើមដំណើរការអាជីវកម្ម Digital Online ដោយឥតគិតថ្លៃបើបងប្អូនមានកន្លែងណាដែលឆ្ងល់បងប្អូនអាចឆាតសួរខ្ញុំបានខ្ញុំនឹងជួយបញ្យល់បងប្អូនណែនាំបងប្អូនពីរបៀបការចាប់ផ្ដើមហើយនឹងដំណើរការអាជីវកម្ម Digital Online មួយនេះចំណេញទាំងពេលវេលាបានទាំងចំណូលហើយចំណូលនឹងបងប្អូនអាចទុកសគួរនៅពេលបងប្អូនរីថាយចូលនិវត្តន៍ដោយមិនចាំបាច់ពឹងផ្អែកទៅលើកូនរបស់បងប្អូនចិញ្ចឹមនៅពេលបងប្អូនចាស់ជរាហើយបងប្អូនអាចចូលនិវត្តន៍មុនអាយុក៏បានព្រោះអីបងប្អូនមានចំណូលនឹងរហូតហើយការងារអាជីវកម្ម Digital Online មួយនេះគឺមិនមានលក់ផលិតផលអ្វីទាំងអស់យើងមិនចាំបាច់ផ្សព្វផ្សាយផលិតផលមិនចាំបាច់ live លក់ផលិតផលគឺការងារនេះមិនតម្រូវឲ្យយើងធ្វើបែបនេះទេគ្រប់គ្រងពេលវេលាបានដោយខ្លួនឯងបានទាំងចំណូលហើយមិនប៉ះពាល់ការងារប្រចាំថ្ងៃរបស់បងប្អូនផ្ដល់ឱកាសខ្លួនឯងក្នុងថ្ងៃនេះដើម្បីក្លាយជាម្ចាស់អាជីវកម្ម Digital Online មួយរូបដែលជាអាជីវកម្មបែបទំនើបស្របច្បាប់ហើយត្រឹមត្រូវហើយឥឡូវមកមើលឆាលុកលាក់ខ្ញុំវិញម្ដងខ្ញុំដាក់ខ្លាញ់ឲ្យបំពងខ្ទឹមឲ្យឈ្ងុយសិនហើយបានដាក់សាច់ដែលយើងផ្អាប់ទុក10នាទីអីហ្នឹងដាក់ឆាចូលឲ្យឆ្អិនទៅបងប្អូនឆាចូលឲ្យឆ្អិនហើយខ្ញុំដាក់ម្សៅឆាគឺខ្ញុំដាក់ម្សៅឆា1ស្លាបព្រាហើយកូរជាមួយទឹកត្រជាក់ឲ្យរលាយហើយបានយើងចាក់ចូលបងប្អូនចាក់ចូលទៅឲ្យខាប់តិចក៏ឆ្ងាញ់ណាបងប្អូនភាគច្រើនសុទ្ធតែចេះធ្វើហើយឆាលុកលាក់គឺងាយស្រួលឆាឆ្អិនហើយក៏ចាក់លើបន្លែដែលយើងរៀបចំទុកហើយបន្លែដែលយើងមាននោះគឺមានសាឡាត់ប៉េងប៉ោះតសក់ឬក៏ខ្ទឹមបារាំងអីចឹងណាតាមចំណង់ចំណូលចិត្តរបស់បងប្អូនគឺម្ហូបនេះគឺស្រួលធ្វើជាងគេបងប្អូនគឺស្រួលធ្វើមែនទែនអ្នកណាក៏ចេះធ្វើដែរគឺភាគច្រើនគឺចេះធ្វើតែម្ដងស្រួលឆាសាច់ហើយយកសាច់ដែលឆាហ្នឹងយកមកដាក់លើបន្លែដែលយើងរៀបហើយខ្ញុំក៏រោយខ្ទឹមពងនៅពីលើថែមទៀតបងប្អូនឲ្យឈ្ងុយហើយបងប្អូនថែមចៀនពងមាន់ឬក៏ពងទាញ៉ាំជាមួយរឹតតែឆ្ងាញ់ណាបងប្អូនប៉ុន្តែខ្ញុំអត់បានចៀនពងមាន់ញ៉ាំជាមួយទេព្រោះខ្ញុំអត់ចង់ញ៉ាំអញ្ចឹងហើយខ្ញុំចង់ញ៉ាំតាសាច់ហើយនឹងបន្លែណាបងប្អូនចំណែកទឹកម្រេចហ្នឹងគឺនៅដើមវីដេអូហ្នឹងបងប្អូនឃើញហើយគឺខ្ញុំធ្វើតាមចំណង់ចំណូលចិត្តខ្ញុំចូលចិត្តដាក់ខ្ទឹមសខ្ទឹមក្រហមម្ទេសថែមអញ្ចឹងណាឲ្យឆ្ងាញ់នេះបើបងប្អូនចូលចិត្តក៏ដាក់បើបងប្អូនមិនចូលចិត្តគឺធ្វើតាមចំណង់ចំណូលចិត្តរបស់បងប្អូនទៅមើលទៅមាត់អ្នកញ៉ាំទៅដឹងហើយធ្វើខ្លួនឯងញ៉ាំខ្លួនឯងឆ្ងាញ់ខ្លួនឯងអញ្ចឹងណាវីដេអូថ្ងៃនេះមានតែប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនា Thank you for watching bye bye